រៀបសួរលោកគ្រូថ្ងៃនេះខ្ញុំនឹងមកធ្វើការ record វីដេអូទាក់ទងនឹង lab របស់យើង Part 3 ដែលទាក់ទងទៅនឹង basic comment នៅក្នុង Ubuntu server អញ្ចឹងចំពោះ lab 3ហ្នឹងគឺយើងធ្វើការវា comment ក្នុងការបង្កើតនៅ folder ដែលនៅក្នុង folder ហ្នឹងវាមាន main folder ហើយនិង sub folder អញ្ចឹងទៅអញ្ចឹងជាដំបូងយើងធ្វើការវាយ mkdir mkdir ហ្នឹងវាមកពីពាក្យថា make directory ដែលវាធ្វើការបង្កើតនៅfolder main ថ្មីថ្មីឬក៏ folder ថ្មីថ្មីហ្នឹងឯងតោះមកខ្ញុំធ្វើការដក p អញ្ចឹងដក p ហ្នឹងវាเป็นរបស់វាតកតងមកពីពាក្យថា parent អញ្ចឹងចំពោះ parent ហ្នឹងវាធ្វើការបង្កើត folder main និង folder កូនកូនក្នុង part តែមួយហើយក្នុងពេលតែមួយទៀតអញ្ចឹងវានៅពេលដែលយើងប្រើ p ហ្នឹងគឺវាអត់ error ទេអញ្ចឹងបន្តមកខ្ញុំធ្វើការដាក់អឺ folder main របស់ខ្ញុំគឺខ្ញុំដាក់ថា sm ចុះតមកខ្ញុំធ្វើការ backslash ហើយធ្វើការមាន teacher folder teacher ហើយនឹង folder student តមកខ្ញុំធ្វើការ backslash ទៀតនៅក្នុងហ្នឹងវាមាន sub folder ជាច្រើនទៀតអញ្ចឹងខ្ញុំធ្វើការវាយតគឺមាន c ខ្ញុំធ្វើការ slash ក្បៀស c sub ខ្ញុំថាក្បៀសទៀតហើយបន្តមក c++ តមកយើងធ្វើការ backslash យើងដាក់ពី score ទៅ enter តមកយើងធ្វើការវាយ comment មួយទៀតគឺយើងធ្វើការប្រើ typeហ្នឹងគឺវាធ្វើការបង្កើត file នៅក្នុង folder ដែលនៅក្នុង folder របស់យើងហ្នឹងហើយតមកយើងធ្វើការចូលទៅក្នុង sm មក slash teacher student slash យើងបើកគ្នាមក c ក្បៀស c sub ក្បៀស c++ slash score អញ្ចឹងនៅក្នុង folder score ហ្នឹងខ្ញុំធ្វើការឲ្យវាមានបន្ទុកចាប់ពីនេះយើងធ្វើការបើកគ្នាវិញមកហើយយើងធ្វើការបើក slash 1យើងធ្វើការដាក់តម្លៃបន្ទុករបស់យើងមកខ្ញុំធ្វើការដាក់ 60.6 អញ្ចឹងទៅហើយយើងធ្វើការក្បៀស 70.3 ក្បៀស 80.5 ក្បៀសដាក់ 43.57 អីចឹងទៅ.5 អីចឹងទៅយើងធ្វើការដាក់ 80.7 ក្បៀសដាក់ 90.5 អីចឹងទៅតមកយើងធ្វើការ enter អញ្ចឹងយើងធ្វើការបង្កើតវាហើយបន្តមកយើងធ្វើការវាយ comment tree វាធ្វើការ show ឲ្យយើងអញ្ចឹង folder ធំរបស់ខ្ញុំគឺ sm នេះនោះយើងប្រកាសជាឃើញតម្លៃដែលយើងបានបង្កើតហើយអញ្ចឹងវាមាន folder ធំរបស់យើងគឺ sm ហើយបន្តមក sub folder បន្ទាប់ពី sm ហ្នឹងគឺ teacher បន្ទាប់ពី teacher គឺ student ហើយបន្តមកគឺនៅក្នុង student ហ្នឹងវាមាន subject ចំនួន3ដែលខ្ញុំធ្វើការបង្កើតហ្នឹងនេះវាមាន c c sharp ហើយនិង c++ អញ្ចឹងចំនួន score ដែលយើងបានដាក់គឺវាមានទាំងអស់ដែលយើងបានបង្កើតមិញណាអញ្ចឹងចំពោះវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងខ្ញុំសូមអរគុណ